ចាសូមគោរពនិងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel ស្រីពេជ្រ Official សូមជួយចុច Subscribe និង Share ដើម្បីទទួលបាននៅវីដេអូហោរាសាស្ត្រប្រចាំថ្ងៃនៅថ្ងៃបន្តទៀតសម្រាប់ថ្ងៃនេះនាងខ្ញុំក៏សូមធ្វើការបកស្រាយជូននៅហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ថ្ងៃច័ន្ទទី5 ខែឧសភាឆ្នាំ2025នេះយើងឃើញថាមុននឹងធ្វើការជម្រាបជូននៅគឺហោរាសាស្ត្រប្រចាំថ្ងៃនោះអ្នកគ្រូក៏សូមធ្វើការបង្ហាញនៅក្បួនគុណគូទូទាយមួយចំនួនដើម្បីចែកជូនដល់លោកអ្នកបានទស្សនាជាដំបូងសិនគឺក្បួនហុងស៊ុយប្រចាំថ្ងៃច័ន្ទគេហៅថាថ្ងៃដើមទ្រព្យដើមសប្តាហ៍ឬក៏គេហៅថាដើមលៀបដើមជ័យយើងឃើញថាដោយសារតែថ្ងៃច័ន្ទគឺមានហុងស៊ុយល្អចំពោះការចាប់ផ្ដើមសាងសង់ឬក៏ការបើកការដ្ឋានផ្សេងហើយថ្ងៃច័ន្ទនេះផងដែរក៏មានហុងស៊ុយល្អចំពោះការធ្វើពាណិជ្ជកម្មក៏ជាការធ្វើអាជីវកម្មមួយចំនួនផងដែរមានហុងស៊ុយល្អចំពោះការបន់ស្រន់សុំលៀបសុំជ័យសុំសំណាងល្អមានហុងស៊ុយល្អចំពោះការងារដែលថ្មីមានហុងស៊ុយល្អចំពោះការបើកការដ្ឋានឬក៏ការផ្លាស់ប្ដូរក្រែមានហុងស៊ុយល្អចំពោះការជួសជុលផ្ទះឬក៏ការដឹកជញ្ជូនផ្សេងដោយឡែកបើយើងបកមកមើលគឺឆ្នាំដែលឆុងក្នុងថ្ងៃច័ន្ទនេះផងដែរគឺឆ្នាំថោះឆុងជាមួយនឹងឆ្នាំរកាហើយអញ្ចឹងប្រសិនបើលោកអ្នកដែលកើតឆ្នាំថោះនិងឆ្នាំរកាកាលណាដែលកំពុងតែរស់នៅជាមួយគ្នាឬក៏កំពុងតែអនុវត្តការងារដូចគ្នាឬក៏ត្រូវប្រស្រ័យទាក់ទងគ្នាដោយសារតែថ្ងៃនេះយីអូនដោយសារតែថ្ងៃនេះគឺឆ្នាំទាំងពីរមិនត្រូវធៀបគ្នានោះទេគឺឆុងគ្នាដូច្នេះចូលប្រយ័ត្នប្រយែងចូលយកអធិស្ស្រ័យហើយត្រូវតែមានការទប់ចិត្តសង្កត់អារម្មណ៍បញ្ជៀសបញ្ហាធំកើតឡើងកុំឲ្យមានបញ្ហាសោះនេះឯងគឺជាក្បួនហុងស៊ុយប្រចាំថ្ងៃច័ន្ទទី5ខែឧសភាឆ្នាំ2025នេះជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយនៃកតាំងជាមួយនឹងក្បួនយាមក្រឡាវិញម្ដងចា៎សម្រាប់ក្បួនយាមក្រឡាពុកម៉ែបងប្អូនប្រកាសជាដឹងហើយថាក្បួននេះគឺជាក្បួនក្នុងការមើលពេលវេលាដែលត្រូវធ្វើដំណើរលោកអ្នកគួរតែគឺចេញដំណើរចំពេលវេលាណាមួយដែលជាពេលវេលាល្អពេលវេលាលៀបពេលវេលាជ័យពេលវេលាមាសពេលវេលាប្រាក់ដោយសារតែថ្ងៃច័ន្ទវេលាពេលព្រឹកចាប់ពីម៉ោង 6:00 ទៅដល់ម៉ោង 8:24 នាទីគឺជាពេលវេលាទុកសោកចាសម្រាប់ពេលពេញពន្លឺចាប់ពីម៉ោង 8:24 នាទីទៅដល់ម៉ោង 10:48 នាទីនោះគឺជាពេលវេលាលៀបជ័យដោយឡែកចំពោះពេលថ្ងៃត្រង់ចាប់ពីម៉ោង 10:48 នាទីទៅដល់ម៉ោង 1:12 នាទីគឺជាពេលវេលាគ្រោះថ្នាក់និងសម្រាប់ពេលរសៀលចាប់ពីម៉ោង 1:12 នាទីទៅដល់ម៉ោង 3:36 នាទីនោះគឺជាពេលវេលាធម្មតានិងសម្រាប់ពេលល្ងាចចាប់ពីម៉ោង 3:36 នាទីទៅដល់ម៉ោង 6:00 គឺជាពេលវេលាសេរីអញ្ចឹងហើយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបើយើងធ្វើការត្រួតពិនិត្យមើលគឺក្បួនយាមក្រឡាដែលជាក្បួនសំខាន់ប្រចាំថ្ងៃច័ន្ទនេះលោកអ្នកប្រកាសជាឃើញហើយថាបានបែងចែកនៅពេលវេលាល្អក៏ដូចជាបានបែងចែកនៅពេលវេលាដែលមិនល្អដូច្នេះហើយគឺតម្រូវឲ្យពុកម៉ែបងប្អូនត្រូវតែចេះធ្វើការជ្រើសរើសចេញដំណើរដោយចំពេលវេលាល្អទាំងអស់គ្នារួមមានគឺនៅពេលពេញពន្លឺគឺនៅពេលរសៀលក៏ជា
នៅពេលល្ងាចចាសម្រាប់ពេលវេលាទាំងពីរនេះផងដែរគឺអាចនាំនៅសេចក្តីសុខចម្រើនអាចនាំលៀបនាំជ័យនាំផ្លែនាំផ្កាប្រសិនបើលោកអ្នកចង់បានលៀបជ័យខ្លាំងឬក៏ពេលវេលាល្អខ្លាំងប្រចាំថ្ងៃច័ន្ទនេះគឺចេញដំណើរចំពេលពេញពន្លឺណាព្រោះអីពេលពេញពន្លឺដែលជាពេលវេលាល្អជាងគេបើលោកអ្នកអាចចេញទៅបំពេញកិច្ចការងារសមប្រកបសឹងតែទាំងអស់តែម្ដងចាទាំងនេះគឺជាពេលវេលាល្អដោយឡែកចំពោះពេលវេលាដែលមិនល្អវិញมันតម្រូវពុកម៉ែបងប្អូនធ្វើការចេញដំណើរចាំនោះទេរួមមានគឺនៅពេលព្រឹកគឺនៅពេលថ្ងៃត្រង់គឺអាចនាំនៅគ្រោះនាំនៅទុក្ខលំបាកនាំនៅរឿងដែលមិនល្អដែលធ្វើឲ្យលោកអ្នកពិបាកក្នុងការទប់ទល់ពិបាកក្នុងការដោះស្រាយទៅទៀតយើងឃើញថាសម្រាប់ក្បួននាមក្រឡាក៏បានធ្វើការបង្ហាញលាតត្រដាងចែកជូនទៅដល់លោកអ្នករួចរាល់សម្រាប់ក្បួនក្នុងការមើលទិសទាំង8ប្រចាំថ្ងៃច័ន្ទទី5ខែឧសភាឆ្នាំ2025នេះលោកអ្នកដឹងទេថាដោយសារតែថ្ងៃច័ន្ទគឺមានកម្លាំងគឺ15ហើយចំពោះដង្ហើមរស់គឺស្ថិតនៅទិសនិរដីគឺទិសត្រង់ខាងត្បូងដូច្នេះហើយពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការបែរមុខទៅរកទិសដែលជាដង្ហើមរស់ប្រចាំថ្ងៃនេះជាមុនសិនហើយសឹមបន្តចេញដំណើរទៅបំពេញកិច្ចការងារទៅតាមក្រោយកាលណាដែលពុកម៉ែបងប្អូនធ្វើការបែរមុខទៅរកទិសនិរដីឬក៏ទិសដែលជាដង្ហើមរស់ប្រចាំថ្ងៃនេះក៏មានន័យថាពុកម៉ែបងប្អូនគឺបានបំពេញនៅកាតព្វកិច្ចមួយដ៏សំខាន់ដោយបានស្រូបយកនៅធម៌ពលដោយបានស្រូបយកនៅសេរីសុស្ដីស្រូបយកនៅរឿងល្អៗស្រូបយកនៅរដ្ឋិអំណាចដូចជាស្រូបយកនៅកម្លាំងដ៏អស្ចារ្យចឹងសង្ឃឹមថាពុកម៉ែបងប្អូនគឺអនុវត្តទៅតាមក្បួននេះឲ្យបានគ្រប់គ្នាព្រោះអីគឺមានប្រសិទ្ធភាពខ្លាំងណាស់តែតាំងជាមួយនឹងហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំជាដំបូងគេនេះគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំជូតសម្រាប់រាសីរបស់លោកអ្នកដែលកើតឆ្នាំជូតក៏ឃើញថាគឺធ្លាក់ស្រុតចុះនៅក្នុងថ្ងៃនេះដោយសារតែយីអូនដោយសារតែរាសីរបស់លោកអ្នកក៏ឃើញថាគឺធ្លាក់ស្រុតចុះហេតុនេះហើយបើមានការជជែកពិភាក្សាជាមួយនឹងអ្នកដទៃឬក៏ក្រុមមនុស្សត្រូវតែមានស្មារតីប្រុងប្រយ័ត្នបន្តិចពីព្រោះថាងាយធ្លាក់ក្នុងគឺផលលំបាកនាពេលក្រោយវិញជាងសពមួយដងការប្រកបការងារបើទោះបីបើជួបនៅបញ្ហាឧបសគ្គក្តីប៉ុន្តែបើលោកអ្នកមានការតាំងចិត្តធ្វើនោះក៏នឹងមានការសម្រេចបានជោគជ័យជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ឃើញថាត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឲ្យបានច្បាស់លាស់ហើយត្រូវទូទាត់ឲ្យរួចរាល់ប្រយ័ត្នកើតនៅចំនួនវិទ្យដោយសារតែមានបញ្ហាណាមួយកើតមានឡើងរីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ផងដែរគួរមានការប្រយ័ត្នប្រយែងជាបន្តទៅទៀតក៏សូមធ្វើការបកស្រាយគុណគូទូទាយគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំឆ្លូវនៅក្នុងថ្ងៃនេះដោយសារតែដួងចិត្តរិស័យក៏ឃើញថាអំណោយផលគឺខ្ពស់ល្អណាស់ដូច្នេះហើយលោកអ្នកបើទោះធ្វើអ្វីមួយក៏ដោយឬក៏ចេញទៅណាមកណាក្តីគឺរំលែងតែងតែប្រកបទៅដោយសេចក្តីសុខក្សេមក្សាន្តហើយការប្រកបការងារក្នុងថ្ងៃនេះពុំមានអ្វីប្រទាំងប្រទើគួរជាទីកត់សមគល់ទេគឺដោយសពមួយដងហើយបញ្ហាមួយចំនួនទោះធ្លាប់យាយីអក្លប់ក៏បានធូរស្បើយមួយកម្រិតមកវិញផងដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាការចិនធ្វើចំនួនទីចិត្តឆ្ងាយមិនសូវជាជោគជ័យដោយបំណងប៉ុន្មាននោះទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់តែប៉ុណ្ណោះដោយឡែកចំពោះគូស្នេហ៍ប្រុសស្រីកំឡោះក្រមុំរយៈពេលនេះក៏មានភាពល្អល្អឺននិងល្អចំពោះគ្នាណាស់
ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅឆ្នាំកំណើតជាបន្តទៅទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំខាលលោកអ្នកដឹងទេថាសម្រាប់រាសីរបស់លោកអ្នកដែលកើតឆ្នាំខាលជោគជតារាសីរបស់លោកអ្នកនោះក៏ឃើញថាគឺមិនសូវជាល្អប្រសើរប៉ុន្មាននោះទេគឺធ្លាក់ស្រុតចោលនៅក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយហើយនាំឲ្យអូសបន្លាយពេលយូរឬក៏ជួបបញ្ហាលំបាកនាពេលក្រោយថែមទៀតហេតុឆ្នេះហើយគប្បីមានការថ្លឹងថ្លែងនិងប្រយ័ត្នប្រយែងគឺជាការប្រប្រណាស់ការប្រកបការងារបើចង់ធ្វើអ្វីក៏ដោយក៏តែងតែជួបផលលំបាកច្រើនម្ល៉េះហើយក៏បីមានការប្រយ័ត្នប្រយែងបន្តិចទៅគ្មានបញ្ហាមិនល្អណាមួយឈានជើងចូលរួចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីចិត្តឆ្ងាយមិនថាផ្លូវគោផ្លូវទឹកឬក៏ផ្លូវអាកាសក្តីឃើញថាចំណូលមិនច្រើនតែមានភាពសុខដុមប្រពៃដោយឡែកចំពោះសេចក្តីស្នេហ៍ប្រុសស្រីកំឡោះក្រមុំក៏ឃើញថាជួនត្រូវរើជួនរកកម្មចិត្តមិនសូវជាទៀងទាត់សោះឡើយជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅរាសីរបស់លោកអ្នកដែលកើតឆ្នាំថោះវិញម្ដងដោយសារតែជើងលេខដោយសារតែរាសីរបស់លោកអ្នកដែលកើតឆ្នាំថោះក៏ឃើញថាគឺធ្លាក់ស្រុតចោលនៅក្នុងពេលនេះលោកអ្នកទទួលរងនៅសម្ពាធផ្លូវចិត្តច្រើនបន្តិចម្ល៉េះហើយចង់ធ្វើអ្វីមួយតែងតែពុំសូវជាឆ្លើយតបដោយគបបំណងសោះឡើយដោយឡែកក្នុងថ្ងៃនេះវិញដោយសារតែដួងចិត្តរាសីក៏ឃើញថាគឺធ្លាក់ស្រុតចោលដូច្នេះដំណើរជីវិតរបស់លោកអ្នកពុំសូវជាផ្ដល់លទ្ធផលល្អសម្រាប់ការប្រកបកិច្ចការងារអ្វីមួយនោះទេឃើញថាផលអាក្រក់នោះគឺអាចនឹងងាយកើតមានច្រើនមួយចំនួនទៅវិញអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការប្រែប្រួលប្រូផ្លាស់ឥតឈប់ឈរហើយថ្ងៃនេះមានការដាំក្បាលចុះហេតុនេះបើហេតុនេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្ដីបន្តិចទៅអាចជៀសផុតពីចំនួនពាក្យសម្ដីទាំងពួងទៅរួចដោយឡែកចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីកំឡោះក្រមុំមានការបែកខ្នងដាក់គ្នាច្រើនដោយសារតែភាពប្រច័ណ្ឌប្រច័ណ្ឌកំពុងតែចូលលុកលុយជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំរោងរាសីរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រត់ដែតត្រដំនាថ្ងៃនេះដោយសារតែរាល់ឧបទ្រពចង្រៃទាំងពួងនិងឧបសគ្គនានាត្រូវបានសាប្រលាបបាត់ស្រមោលអស់ហើយធ្វើឲ្យការរស់នៅមានភាពគឺសុខដុមគ្រាន់គាត់ប្រសើរដោយឡែកសម្រាប់អ្នកប្រកបកិច្ចការងារតូចធំឃើញថាទោះលោកអ្នកធ្វើអ្វីគឺមានការជឿនលឿនទៅមុខនឹងក្រុមមនុស្សជួយជ្រោមជួយច្រែងចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរការធ្វើចំនួនទីចិត្តឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អផងដែរដោយឡែកចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំបើមានទំនាស់ទាស់ទែងនៅពេលនេះក៏ជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាជាទីបំផុតចា៎ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅរាសីរបស់លោកអ្នកដែលកើតឆ្នាំម្សាញ់វិញម្ដងលោកអ្នកដឹងទេថាសម្រាប់ជើងលេខសម្រាប់រាសីរបស់លោកអ្នកដែលកើតឆ្នាំម្សាញ់គឺខ្ពស់ត្រដែតត្រដាំមិនថាសុភាពបរមមិនថាសុភាពនារីនោះទេការរស់នៅលោកអ្នកបើជួបបញ្ហាលំបាកនឹងបានធូរស្រាលហើយរឿងរ៉ាវខ្លះដែលអាក្រក់អាចប្រែមកជាល្អវិញការប្រកបការងាររបស់លោកអ្នកវិញច្រើនទាន់ពេលវេលានឹងអាចសម្រេចដល់គោលដៅទៅទៀតក្រៅពីនេះក៏ត្រូវបានចវាយនាយក៏ឃើញថាមានការអាណិតស្រឡាញ់និងទុកចិត្តអ្នកធ្វើចំនួនទីចិត្តឆ្ងាយបើមានការបោះជំហានទៅមុខសន្សំនិងពុំមានអ្វីប្រែប្រួលគួរជាទីកត់សម្គាល់នោះឡើយដោយឡែកចំពោះសម្ព័ន្ធវាសនាប្រុសស្រីកំឡោះក្រមុំ
เคยทำเมียนกาโยจัดตกดะหนังใจคือยกจัดจมพูเนียครอนกว่าพระสาตัววิงตัวมอบจังนี่คือจีเจิงเล็กนี่คือจีเรไซรูบอลลบเนี่ยจีบันตาตะเตียเนี่ยครูกระสมเธอกาบอกสายคนกูตูเตียเนวเจิงเล็กเนวเรียไซรูบอลลบเนี่ยดักคาชนำโมมิวินบดองจ้าจมพูเรียไซพระจีเจิงเล็กรูบอลลบเนี่ยดักคาชนำโมมิก็เคยท่าคือแหละสรุปจบลูกเนี่ยดักการนกน้องชนำสัตว์นิพงได้ก็เคยท่าลูกเนี่ยจูบนปัญหามวยจำนวนนังเรยปนพอลบะมวยจำนวนเพื่อเอาเหมือนเสาจีสรู้จัดผลมันสะเลยทั้งไงนี่แกประกอบการเงี้ยเคยทายจูบสถานเพียบหลุมบ้าเฮาพิเศษเงี้ยการจีกมห่อหน่วมเตาปีบ้าตบโตเตเตียดเนี่ยประกอบระบรกซีจุนโดมันเตาทั่วไว้ดาวตะกระหอจังบานเพลียมนูเตพิเศษการมนาตนรกซีจุนโดประหยัดจูบเรียงซ้อยออกประกาศไปกล้วนเตาหมกเด็กเศร้ากาเนื้อไปกร้อยโดยไล่จับปูปัญหาสเปซนาโปรสไลกำลังกันมอมมีนำนาถอยกร้อยโจประหยัดจมูกเวียดเชียนดอกกาบบัดนามวยกาดเหม็นล้างขนมไงนี่ยี่มันต่อตัวติดเนี่ยครูกระสมตัวกาตัวตีบำหาเนวเจิงเล็กเนวชนามกับนาดคือเท้าจมวยนั่งลงเนี่ยดักการชนามโมมาดุมจิตาเรไซระบาลงเนี่ยนู้ก็เคยถ่าคือปัวตรอได้ตรอดำจ้าเนี่ยทั้งไงนี่ลูกเนี่ยปอมพัฒนาบ่อยคือสำรักโดยกอบบำนองหนังปิศาตรูบานเนียดมัดช่วยชมช่วยแรงเตียดรอไก่กางนี่ระบาลูกเนี่ยไอ้สำหรับเป็นตีบานหายวิปรูปพลาดการเอาล้อแต่งถอดหมกเวงคู่จะตีเกาะตราเพลชัดเนี่ยประกอบระบรบซีจุนโดเป็นนี่ก็จูบเรืองจำนายทมไอพอลกำไรนู่เคยถ่าโฮโจเมียนกำรัดเฟอเอาเรกปนเพียบลมบาลมบันมันสเตอร์สอเลยโดยไล่จำปูปัญหาแสดงสนาเพราะสไลกำลังกระมอมหรือก็ปูไม่ก็ได้ก็เมียนเพียบไอมหายคือโดยจิตขโมมันจังเจียบันต่อเตียดเนี่ยครูก็สมทั่วกาตูตีบ่อสายเนาเชิงเล็กเนาชนำกำนัดคือเท้าจมวยนั่งลงเนี่ยราคาชนำวบชนำวบโดยสาตเมียนเทียดได้โดยสาตเมียนปงคือเยะเพราะเรียใส่บอลลูแม่ก็เคยท่าคือหล่อเชี่ยมวยชมนูเตขนมระยะไปนิ่งเต็มบรอแตงสไตรเจ้าประหยัดปัญหาสุขภาพบันไดปลัวแทมันตอนฉลองพอดพอลงบ้าหรือก็พอละเคราะห์หนุเลยแตงสไตรแตงบรอลงเนี่ยพอใบรูร้อนบ่มเป็นคางนี่ไปปลัวถ้าพอละล้อแต่แต่ชายตอบมาเวงครอนจิตีเป็นเช่นเนี่ยประกอบระบรบซีจุนโนขนมไงนี่เมียนกาโฮโจมวยกรอนบ่มเป็นบ่มมันจังผ่องได้แต่ยันหน้ากาจูนโดถมดมคือกอบใบเมียนกาประหยัดประหยัดพรูฐานเนียจากบอกเกหนักผ่องได้เรียสเปซนาโปรสไรเมียนกาปลายปรูโปรพลาปรูจวนตราเราคเนียปรูจวนตัวเต็งคเนียเจ็บันต่อตะเตียบเนี่ยครูกระสมฝึกการตุเตียบ่สไรเนวเชิงเล็กเนวชนำกำนัดคือเท้าจมวยนั่งลงเนี่ยดักการชนำโรกาชนำโรกาดสัตเมียนเทียดได้ดสัตเมียนปงคือเยะเพราะเรใส่ระบาลุเนี่ยเขาเคยท่าคือปวดตรอดแดดตรอดดำเนี่ยทั้งไงนี่พองได้บาลุเมียสมัยจัดไว้มวยเมียนกาเกิดกูบ้านกรุบจงโจยถ่ายแต่ชายตอบเจ็บพลาดการมาเว้นครอนจะตีเป็นจัดการประกอบการเงี้ยเมียนกาชื่นเลื่อนหนึ่งพอสมัยครอนชายตอบโดยกอบบำน้องตลอดมาเว้นในอาชีวก็ตัวเมียนกาจวนตีจัดง่ายแต่ได้ประโมพบพอจบแต่เว้นอย่างตรอเจจัดโดยไล่จำพัวสเกรสแม่โปรสไลกำลังกระมมหรือกับผู้ไม่ก็ได้ก็เมียนเพียบไอพายหนึ่งสาวสไลจำปูคเนียจีปลอไปนะเจ้าบรรดาตีเนี่ยครูก็สมตัวกาตู้ตีบ่อสไลเนื้อชนำกำนัดเนื้อเจิงเล็กคือเชียนเชิงโจนดอลูกเนี่ยดักการชนำจ้าวินมาดองชนำจอเดสัตเมียนเทียดได้เดสัตเมียนปงคือเยะสไรเรียใส่ดบาลุเมียก็เคยท่าคือแหละสรับจอนกน้องทั้งไงนี่ดำนาจีวัดระบาลุเมียปุ่มเสาเจลอปรอสาวปนมนุเตปิเสเอาประหยัดกะบัดบ้องระบหรือบ่ปัญหาอุปาตวะฮัดยี่โดยประกาศหนาบุยต
ទទួលរងនៅការឈឺខ្លួនប្រាណបន្តិចបន្តួចដោយយថាហេតុលោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះការងារបន្តិចព្រោះថាបើមានក្រុមមនុស្សចាំតែចាប់កំហុសហើយបើឃើញលោកអ្នកមានបញ្ហាផងដែរនោះគេចាំតែជន់ពន្លិចបន្ថែមតែប៉ុណ្ណោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគំនិតផ្ដួចផ្ដើមរបរថ្មីបន្ថែមទៀតឬក៏រកប្រាក់ចំណូលបន្ថែមទៀតទៅជាការល្អប្រពៃដោយឡែកចំពោះសេចក្តីស្នេហ៍ប្រុសស្រីមិនត្រូវយកភាពប្រកែប្រកាន់មកដាក់ខ្លួនច្រើននោះឡើយបើពុំនោះគឺនឹងកើតមានតែរឿងរ៉ាវមិនចេះចប់មិនចេះហើយចាក់ជាពុំខានជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំកុរនៅក្នុងថ្ងៃនេះឃើញថាលោកអ្នកល្អជាមធ្យមនោះទេនៅក្នុងថ្ងៃនេះលោកអ្នកជួបនៅបញ្ហានឹកដូចហត់ពិសេសរឿងរ៉ាវតូចធំតែងតែជួយយាយីច្រើនទៅទៀតការប្រកបការងារវិញលោកអ្នកអាចមានគឺជីវិតគឺគប់ប្រសើរជាមុតបន្តិចបើសិនជាមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញកិច្ចការងារឲ្យច្រើននោះដោយឡែកចំពោះអ្នកប្រកបរបររកស៊ីជួញដូរឲ្យប្រយ័ត្នពាក្យសម្ដីបន្តិចព្រោះងាយប៉ះទង្គិចជាមួយនឹងមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងរ៉ាវតូចធំណាស់រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហាំងទៅកំហល់ប្រយ័ត្នកើតនៅចំនួនវាឈានដល់ការបែកបាក់ណាមួយកើតមានឡើងសម្រាប់ការពុនគូទូទាយនៅជើងលេខនៅហោរាសាស្ត្រប្រចាំថ្ងៃក៏ត្រូវបានបញ្ចប់ផងដែរខណៈពេលនេះដែរនាងខ្ញុំស្រីពេជ្រសូមធ្វើការអធិស្ឋានរាល់កំហុសខុសឆ្គងនៅក្នុងការអានជូនក៏ដូចជាពាក្យពេចន៍នៅអក្ខរាវិរុទ្ធដោយមិនបានត្រឹមត្រូវនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនជួយចុច like និងចុច subscribe នៅ channel ថ្មីនេះផងខណៈពេលនេះដែរនាងខ្ញុំក៏សូមអរគុណនិងសូមគោរពលា